Vreh kamera tang anh Mahasenapadai Sri Virendra Verma វរៈកាមរៈតែងអញមហាសេនាបតីស្រីវីរេនត្រៈវេរមៈគឺជាមេទ័ពមួយរូបដែលមានតួនាទីនិងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី 2 ដែលសោយរាជ្យចាប់ពីឆ្នាំ 1113 ដល់ 1150 នៅលើចម្លាក់ក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី 2 នាប្រាសាទអង្គរវត្តនោះគេឃើញមានរូបចម្លាក់របស់វរៈកាមរៈតែងអញមហាសេនាបតីស្រីវីរេនត្រៈវេរមៈឈរនៅលើដំរីចម្បាំងទី 17 ដោយដៃស្ដាំកាន់កាំបិតស្នៀតដែលសៀតនៅនឹងចង្កេះហើយចំណែកដៃឆ្វេងកាន់ខ្សែភ្ជាប់នឹងកែបដំរីក្បែរធ្នូនិងព្រួញមួយបំពង់លោកឈរក្នុងទម្រង់កាយវិការដ៏មានអំណាចមានឫទ្ធិដាច់ជះក្រឡេកមើលទៅក្រោយបាំងដោយខ្លោះចំនួន 7 និងផ្លិតចំនួន 1 នាំមកដោយមេទ័ពរងចំនួន 3 នាក់ជិះសេះហើយបាំងដោយខ្លោះចំនួន 5 ទៀតដោយសារតែគោរមងារវរះកំស្ដែងអញមហាសេនាបតីនៅពីមុខឈ្មោះបែបនេះហើយទើបគេសម្គាល់ថាសម្ដេចស្រីវីរេនត្រៈវេរមៈគឺជាមេទ័ពធំបំផុតមានឋានៈខ្ពស់លើសអស់សេនាបតីទាំងពួងក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្មៈទី 2 នៅលើសិលាចារឹកក្បែររូបចម្លាក់របស់លោកចាថាអនៈសញ្ជុកវិស្វរៈទីហៅវរៈកាមរៈតែងអញមហាសេនាបតីស្រីវីរេនត្រៈវេរមៈអនៈសញ្ជុគឺសំដៅលើអ្នកមានភក្ដីភាពចំពោះព្រះមហាក្សត្រនេះបើតាមលោកសាស្ត្រាចារ្យបុរាណវិទ្យាជនជាតិឥណ្ឌាសច្ឆេដានុនសាហាយចំណែកឯពាក្យកវិស្វរៈឬកវិស្វរៈអាចជាតំបន់ដែលលោកកាន់កាប់តែគេមិនទាន់ស្គាល់ទីតាំងបច្ចុប្បន្ននៅឡើយទេពិតណាស់គឺលោកដឹកនាំកងទ័ពពីកវិស្វរៈមកចូលរួមធ្វើចម្បាំងតាមព្រះរាជឱង្ការរបស់ព្រះករុណាព្រះបាទស្រីសូរ្យវរ្មៈទេវៈវរះបាទកាមរៈតែងអញបរមវិស្ណុលោកគូជំរាបដែរថាវរះកាមរៈតែងអញឬកាមរៈតែងអញគឺជាឋានន្តរនាមសម្រាប់រាជវង្សានុវង្សអភិជនមហាមន្ត្រីជាដើមបើតាមលោកសាស្ត្រាចារ្យលងសៀមពាក្យកាមរៈតែងអញគឺជាពាក្យខ្មែរបុរាណដោយពាក្យកាមរៈតែងមានន័យថាម្ចាស់រីឯពាក្យអញមានន័យថាខ្ញុំដូច្នេះកាមរៈតែងអញគឺមានន័យថាម្ចាស់របស់ខ្ញុំឬលោកម្ចាស់របស់ខ្ញុំលោកសាស្ត្រាចារ្យលងសៀមបានពន្យល់ទៀតថាភាគច្រើនខ្មែរយើងតែងនិយាយថាព្រះបាទឧទាហរណ៍ព្រះបាទសម្ដេចជាដើមចំពោះក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី 2 ដែលត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តនោះគឺបង្ហាញអំពីក្បួនកងទ័ពខ្មែរដែលកំពុងចេញដំណើរពីភ្នំសេវបាតឆ្ពោះទៅតំបន់ងេអាននៃអាណាចក្រដៃវៀតដើម្បីធ្វើចម្បាំងពង្រីកទឹកដីនិងកម្ចាត់ពួកក្បត់ដែលរត់ទៅជ្រកកោននៅទីនោះផងដែរយើងខ្ញុំក៏នឹងបង្ហាញឈ្មោះមេទ័ពដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តដែលពួកគាត់សុទ្ធតែជាមេទ័ពខ្លាំងដ៏អង់អាចក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី 2 ហើយវីដេអូនឹងបង្ហាញនៅពេលបន្តបន្ទាប់ម្ដងមួយដូច្នេះសូមប្រិយមិត្តរីករាយទស្សនាតាមដានជាមួយយើងខ្ញុំបន្តទៅទៀត